បាទដោយយើងតាមសភាពការជាក់ស្ដែងគឺយើងចង់និយាយថាការរៀបចំនេះគឺក្រៅពីការលេងទឹកបាទជាលក្ខណៈទ្រង់ទ្រាយធំក្រៅពីការលេងប៉ាតម្សៅដែលមានទម្រង់មិនសមរម្យបាទប្រាជ្ញាអំពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងហើយនឹងយ៉ាងណាមិញគឺបញ្ហាមួយទៀតគឺបញ្ហាដែលធម្មពលផ្សេងៗដូចជាប្រេងសាំងអីគឺឡើងថ្លៃបាទហើយការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការសម្រេចចិត្តដោយការធ្វើដំណើរចម្ងាយខ្លីអញ្ចឹងខ្ញុំមិនសង្ឃឹមថាភ្ញៀវមានការកើនឡើងទេប៉ុន្តែដែលឡែកក្នុងន័យនេះគឺសង្ក្រាន្តក្នុងបាត់ដំបងឆ្នាំនេះធ្វើរៀបចំលើសពីឆ្នាំទៅមិញសម្រាប់កិច្ចការទូទៅទាំងគណៈកម្មការការរៀបចំទាំង7គណៈកម្មការដែលបានជួយជំរុញហើយនឹងការរៀបចំរបាំសិល្បៈប្រពៃណីបាទការសម្ដែងនិងការរៀបចំការក្បួនដង្ហែផ្សេងបាទការតែងភ្លើងលម្អការរៀបចំសុខសន្តិភាពសុវត្ថិភាពបាទនឹងការផ្សព្វផ្សាយបាទការតម្លើងនៅចំនួននៃក្រុមអ្នកសិល្បៈហើយនឹងកម្រិតនៃការរៀបចំតាំងពីសួនសិល្បៈរហូតមកតាមសង្កែ Walk Street រហូតមកដល់នៅបរិវេណមុខសាលាខេត្តបាត់ដំបងយើងគឺមានផ្ទៃដីនិងចម្ងាយវែងធំទូលាយអាចទទួលភ្ញៀវបានច្រើនដូច្នេះបើយើងនិយាយគិតពីទំហំវិញយើងមានការកើនឡើងរៀបចំធំជាងមុន